បាទសូមអនុញ្ញាតគោរពជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះវិលមកជួបខ្ញុំបាទដងទៀតហើយបាទតាក់ទងជាមួយនឹងការថែទាំរថយន្តបងប្អូនបាទឥឡូវនេះយើងចាប់ផ្ដើមធ្វើcontentតាក់ទងជាមួយនឹងការលាងសម្អាតរថយន្តបាទនិងការធ្វើដំណើរតាមផ្លូវចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តទាំងអស់គ្នាបងប្អូនដែលឡែកពីបាទពុកពេញការងារជាទៅកង់ឡានធម្មតាបងប្អូនទៅកង់ឡានពាក់ព័ន្ធជាមួយនឹងការថែទាំឡានបើកឡានសម្អាតឡានហើយនឹងមើលការខុសត្រូវឡានកុំឲ្យបាត់បង់ក៏ដូចជាកុំឲ្យមានបញ្ហាខូចខាតច្រើនមួយទៀតតកងនឹងការបើកបរយើងបើកបរដោយមានការទទួលខុសត្រូវខ្ពស់សម្រាប់ការបើកបរទៀតសោតនៅលើផ្លូវវាតែងតែមានដែរបងប្អូនបាទចរាចរណ៍វ៉ាជែងប៉ុន្តែយើងគោរពសិទ្ធិគ្នាទៅវិញទៅមកបងប្អូនបាទហើយនឹងប្រកាន់គោលចំហមួយថាយើងជិះដោយមានការប្រុងប្រយ័ត្នយើងត្រូវចេះគោរពភ្លើងចរាចរណ៍ចេះឲ្យតម្លៃនៅការបើកបរលើដងវិថីរបស់គ្នាបងប្អូនទើបគ្រោះថ្នាក់ចរាចរណ៍វាមិនកើតមានវាកាត់បន្ថយបងប្អូនគឺកាត់បន្ថយបាទចុះយើងសបោមែនទេបងប្អូនអើយបាទគ្រោះថ្នាក់ចរាចរណ៍សបោអញ្ចឹងតែឡែកទៀតសោតយើងត្រូវតែការពារកាត់បន្ថយកុំឲ្យមានបញ្ហាកាន់តែច្រើនបងប្អូនបាទយើងចេះយកយល់អធិស្ឋានគ្នាបងប្អូនចេះយកយល់អធិស្ឋានគ្នាទើបយើងទៅមុខដោយសុខភាពសុខសប្បាយអស់គ្នាបងប្អូនណាបាទហើយវីដេអូនេះមកចែកជូនបងប្អូនពីចំណេះដឹងនៃការលាងឡានតិចតួចបងប្អូនបាទហើយសម្រាប់លាងប្លុកកង់នេះគឺយើងលាងលុបលាងខាងក្រោមបងប្អូនបាទលុបលាងខាងក្រោមនេះឲ្យបានសពបាទព្រោះដីវាបើងទៅទុំលើបូមលើអីហ្នឹងបងប្អូនបាទយើងត្រូវចេះលុបលាងអាកន្លែងប្រឡោះបូមនេះបងប្អូនបាទចេះលុបលាងវាទៅបាទឲ្យវាស្អាតបងប្អូនកាលណាដែលយើងបើកបរទៅឡានស្អាតមានគេហៅថាมันមានដីបាទมันមានដីកាន់ច្រើនព្រោះធម្មតាឡានវាមានឡានប្រភេទឡានដឹកឡានជិះបាទឡានដឹកភៀវឡានដឹកមេឡានដឹករបស់របរសម្ភារៈក្រុមហ៊ុនបងប្អូនអញ្ចឹងយើងត្រូវចេះថែទាំទាំងអស់គ្នាបងប្អូនណាបាទអរគុណច្រើនបងប្អូនបាទវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនបងប្អូន